ព្រះធម៌របស់តថាគតដូចទឹកដែលថ្លាស្អាតគួរដល់ការក្រេបផឹកមេរៀនជីវិតទី10ព្រះធម៌ថ្លាស្អាតគួរដល់ការក្រេបផឹកព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាព្រះធម៌របស់តថាគតដូចទឹកដែលថ្លាស្អាតគួរដល់ការក្រេបផឹកទឹកថ្លាស្អាតអាចងូតនិងបរិភោគរងាប់នៅភាពក្តៅស្អុះស្អាប់និងការស្រេកឃ្លានបានជាប្រយោជន៍ដល់រូបកាយយ៉ាងណាព្រះធម៌របស់ព្រះអង្គក៏ជាប្រយោជន៍ដល់ចិត្តសន្តានយ៉ាងនោះដែរគឺជាគ្រឿងរងាប់នៅសេចក្តីក្តៅក្រហាយនិងកម្ចាត់បង់នៅការស្រេកឃ្លានផ្លូវចិត្តដោយពិតនិងកម្ចាត់បង់នៅការស្រេកឃ្លានផ្លូវចិត្តដោយពិតសៀវភៅមេរៀនជីវិតដោយលោកអគ្គបណ្ឌិតវុទ្ធសវង្សពុទ្ធសករាជ2547អានខ្ញុំបាទប៉ុនសភារិទ្ធពុទ្ធសករាជ2570ត្រូវនឹងឆ្នាំគ្រិស្តសករាជ2026មកកតើស្ផានីតាំង20ឆ្នាំជាងមុនប៉ុន្តែនៅតែជា idol របស់ខ្ញុំ